បាននិយាយពីស្ពាននៃខ្ពស់ជាងគេនៅកម្ពុជាគឺមានតែមួយតែប៉ុណ្ណោះស្ពាននោះគឺមានឈ្មោះថាស្ពានដេជោសន្តិភាពឫស្សីជ្រុំជាឈ្មោះស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាស្ពានសន្តិភាពដេជោឫស្សីជ្រុំមានកម្ពស់90ម៉ែត្រប្រវែង537ម៉ែត្រទទឹង10ម៉ែត្រមានទីតាំងស្ថិតក្នុងភូមិឆៃលុកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ស្ពាននេះស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10ដែលតភ្ជាប់ពីខេត្តបាត់ដំបងពោធិ៍សាត់និងកោះកុងស្ពានដ៏ខ្ពស់ស្កឹមស្កៃនេះក្រោយពីដាក់ដំណើរការស្ពានអាតៃនិងផ្លូវជាតិលេខ10កំពុងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតាមរយៈការរួមចំណែកផ្លាស់ប្ដូរពាណិជ្ជកម្មពីខេត្តបាត់ដំបងពោធិ៍សាត់ទៅកំពង់ផែកោះកុងនិងប្រទេសជិតខាងព្រមទាំងជួយជំរុញការវិនិយោគដំណាំកសិផលកសិឧស្សាហកម្មនិងទេសចរណ៍បានលឿនរហ័សនិងចំណាយតិចជាងមុនកាលពីអតីតកាលផលលំបាកដ៏ធំសម្រាប់ជីវភាពប្រចាំថ្ងៃគឺការគ្មានផ្លូវធ្វើដំណើរចង់ចុះពីភ្នំទៅទីរួមស្រុកវាវែងឬទៅខេត្តពោធិ៍សាត់គឺត្រូវចំណាយពេលរាប់ថ្ងៃសម្រាប់ខេត្តពោធិ៍សាត់បន្ទាប់ពីផ្លូវជាតិលេខ55តភ្ជាប់ពីផ្លូវជាតិលេខ5ទីប្រជុំជនខេត្តពោធិ៍សាត់ទៅកាន់តំបន់ជួរភ្នំស្រុកវាវែងរហូតដល់ព្រំដែនថៃត្រូវបានតភ្ជាប់រួចរាល់ហើយនោះផ្លូវជាតិលេខ10ក៏ចាប់ផ្ដើមសាងសង់មួយខ្សែទៀតផ្លូវនេះមានប្រវែងជិត200គីឡូម៉ែត្រតភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបងភ្ជាប់មកផ្លូវជាតិលេខ55ត្រង់ឃុំប្រម៉ោយហើយឡើងទៅឃុំអូសោមរួចភ្ជាប់ទៅដល់ខេត្តកោះកុងតែម្ដងក្នុងគម្រោងនៃផ្លូវជាតិលេខ10នេះក៏រួមបញ្ចូលនៅស្ពានខ្ពស់ជាងគេនៅកម្ពុជាគឺស្ពានដេជោសន្តិភាពឫស្សីជ្រុំគឺជាស្ពានលេខ28ស្ថិតក្នុងភូមិសាស្ត្រភូមិឆៃលុកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្ត្រដែលមានទេសភាពអំណោយផលដ៏ស្រស់ត្រកាលដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាគេក៏បានរៀបចំឲ្យមាននៅទីលានសម្រាប់សម្ចតថតរូបអនុស្សាវរីយ៍នៅចំណុចកណ្ដាលស្ពានដែលមានទទឹងសរុប15ម៉ែត្រនិងបានរៀបចំទីធ្លាសម្រាប់ចតរថយន្តនៅទាំងសងខាងក្បាលស្ពានដែលម្ខាងអាចចតរថយន្តប្រភេទទេសចរគ្រួសារបានប្រមាណពី60ទៅ70គ្រឿងផងដែរនៅខេត្តពោធិ៍សាត់ក្រៅពីមានស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាក៏នៅមានតំបន់ទេសចរផ្សេងជាច្រើនផងដែរដូចជានៅអូសោមភ្នំ1500ថ្មដាហើយនិងតំបន់ប្រម៉ោយហើយការធ្វើដំណើរតាមផ្លូវជាតិលេខ55ឬក៏ផ្លូវជាតិលេខ5ពីខេត្តពោធិ៍សាត់មកទៅលេខផ្លូវជាតិលេខ55នេះគឺទេសភាពស្រស់ស្អាតមែនទែនហើយគួរជាទីទាក់ទាញហើយវិសាខខែឧស្សាហ៍រឹតតែស្អាតណាមួយខែប្រាំងនិងខែឧស្សាហ៍គឺមានទេសភាពប្លែកពីគ្នាប៉ុន្តែទេសភាពនៅរដូវឧស្សាហ៍គឺអំណោយផលដោយសារតែមានភ្លៀងធ្លាក់រុក្ខជាតិដើមឈើធម្មជាតិផ្សេងហ្នឹងគឺវាស្រស់បំព្រងហើយអាចមានអាប់ថែមទៀតបើបងប្អូនទៅចំរដូវភ្លៀងស្ពានហ្នឹងគឺមានសម្រស់ស្រស់ស្អាតមែនទែនដោយសារតែពួកខ្ញុំទៅជួនជារៀងម៉ោង3ម៉ោង4ហើយគឺទេសភាពតែទោះយ៉ាងណាក៏ជាសមិទ្ធផលថ្មីមួយដ៏លេចធ្លោប្រចាំខេត្តពោធិ៍សាត់សម្រាប់ទាក់ទាញភ្ញៀវទេសចរក៏ដូចជាអ្នកនៅតំបន់នោះឲ្យមានការងារធ្វើផងដែរក៏ដូចជាជំរុញវិស័យទេសចរឲ្យរីកចម្រើនបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះឲ្យគាត់មានការងារធ្វើមានចំណូលប្រចាំថ្ងៃផងដែរហើយខេត្តពោធិ៍សាត់គឺជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិផ្សេងរួមទាំងមានទាំងវារីអគ្គិសនីនិងផ្លូវជាតិហើយក៏ជាតំបន់ដែលសម្បូរទៅដោយសក្តានុពលខាងវិស័យទេសចរផងដែរហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ